ធ្វើស៊ីបដ ថ្ងៃមុននឹងអស់600មកដល់គៀបយកស៊ីលុយយកមកអស់600អត់សុខចិត្តឥឡូវឲ្យសារព័ត៌មានមកទៀតបាញ់យកទាកងធនាគារឲ្យអត់មានទេទាលុយសុទ្ធចឹងចិនឲ្យលុយសុទ្ធថ្ងៃហ្នឹងតែចាំមើលខ្ញុំឲ្យឆាក់នេះពេលខ្ញុំហុចលុយឲ្យហ្នឹងហុចលុយឲ្យគាត់ទទួលទេគាត់ឲ្យខ្ញុំឡើងលើឡានហុចនៅលើឡានអាវក្រហមពីអ្នកថាឲ្យបញ្ជាក់អាក្តាស់ដែលថាឲ្យបញ្ជាក់ថាគាត់មិនបានមកធ្វើការគាត់មកធ្វើការធម្មតាមិនបានមកកម្រិតទាបប្រាក់ទាបអីហ្នឹងអាហ្នឹងបាច់ធ្វើឲ្យពួកគាត់ណែពួកឯងគាត់ឲ្យខាងរោងចក្រហ្នឹងចេញលិខិតថាពួកគាត់នឹងមិនបានមកកម្រិតទាបប្រាក់ទេមកធ្វើការធម្មតាហើយធ្វើការនៅក្នុង office នឹងធម្មតាទៅឯកសារណែនាំឲ្យធម្មតាហើយមិនមែនតែមករោងចក្រហ្នឹងដូចជារោងចក្រទល់មុខនឹងរោងចក្រអីគេStreet Father ហ្នឹងអស់ឡើង$900ដែរណា